នៅក្នុងយុទ្ធសាស្ត្រ Defeat ភាគទី 18 កន្លងមកកម្លាំងប្រដាប់អាវុធនៃក្រុមឧទាមខ្មែរក្រហមខ្លះបានចូលដល់ភ្នំពេញតាមរយៈគណៈបកហ៊ុនស៊ិនប៉ិចដើម្បីការប្រយុទ្ធផ្ដាច់ព្រាត់មួយនៅក្នុងរាជធានីភ្នំពេញកម្លាំងក្រុមខ្មែរក្រហមទាំងនេះត្រូវគេពង្រាយតាមមុខសញ្ញាមុខព្រួញជាមួយនឹងកម្លាំងហ៊ុនស៊ិនប៉ិចដើម្បីការត្រៀមនឹងធ្វើសង្គ្រាមមួយនៅកណ្ដាលរាជធានីតែម្ដងនៅក្នុងដំណាក់ព្រះអង្គម្ចាស់នរោត្តម រណរដ្ឋកម្លាំងខ្មែរក្រហមប្រមាណ120នាក់ត្រូវគេដាក់ប្រចាំនៅទីនោះរួចជាស្រេចទីបំផុតព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី5-6 កក្កដាឆ្នាំ1997បានមកដល់សូមអញ្ជើញទស្សនាភាគទី19នៃកម្រងខ្សែភាពយន្តឯកសារពិតនៃយុទ្ធសាស្ត្រ Defeat ដែលមានខ្លឹមសារដូចតទៅគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃព្រឹត្តិការណ៍បង្ហូរឈាមកណ្ដាលរាជធានីភ្នំពេញទី5 និង 6 កក្កដាបានប្រើដំណាក់ព្រះអង្គម្ចាស់នរោត្តម រណរដ្ឋដែលផ្ទុកកម្លាំងខ្មែរក្រហមធ្វើជាទីបញ្ជាការដ្ឋានបញ្ជាប្រយុទ្ធដែលនៅទីនោះក៏មានការដាក់កាំភ្លើងយន្តកាំភ្លើងផ្លោងនិងរថភ្នាក់ដែកផងនោះដែរនៅល្ងាចថ្ងៃទី5 កក្កដាឆ្នាំ1997មានការបំផ្លាញពាក្យចចាមអារាមពីគណៈបកហ៊ុនស៊ិនប៉ិចថាសម្ដេចតេជោសែនត្រូវគេលួចធ្វើឃាតដែលជាការបំផ្លាញពាក្យដើម្បីបំបាក់ស្មារតីប្រយុទ្ធសម្ដេចតេជោសែនបានប្រញាប់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ដើម្បីបញ្ជាក់ថាសម្ដេចមិនមានសត្រូវណាបានបៀតបៀនសម្ដេចបាននោះទេថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំមានការចាំបាច់ដើម្បីនឹងថ្លែងទៅកាន់សម្ដេចបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិសាជាថ្មីទៀតអំពីព្រឹត្តិការណ៍ថ្មីដែលបាននឹងកំពុងវិវត្តហើយនឹងការវិវត្តនាប្រមាណថ្ងៃខាងនេះដំបូងខ្ញុំប្រកាសថាខ្ញុំសូមទូលប្រទានចំពោះសម្ដេចបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិថាខ្ញុំប្រកាសថាខ្ញុំមិនតាន់ស្លាប់ដោយដែលលោកហូសុកបានប្រាប់ទៅស្ថានទូតបរទេសមួយចំនួននិងទៅសារព័ត៌មានបរទេសមួយចំនួនហើយក៏ដូចជាស្នាក់ការគណៈបកនិយមរណរដ្ឋបានស្រែកប្រាប់ទៅប្រជាពលរដ្ឋនិងកម្លាំងប្រយុទ្ធថាហ៊ុនសែនបានស្លាប់ហើយឥឡូវនេះខ្ញុំប្រកាសថាខ្ញុំកំពុងស្ថិតនៅទីនេះដើម្បីដោះស្រាយបញ្ហាមិនតាន់ស្លាប់ហើយក៏មិនរត់ចូលស្រុកដោយដែលរណរដ្ឋកំពុងតែបានធ្វើដោយគ្មានការទទួលខុសត្រូវនេះទេការវាយប្រហារគ្នានៅកណ្ដាលរាជធានីនិងតាមកន្លែងមួយចំនួនដែលមានការដាក់ពង្រាយកម្លាំងខ្មែរក្រហមនិងកម្លាំងអតីតទាហានគណៈបកហ៊ុនស៊ិនប៉ិចបានធ្វើឲ្យប្រជាពលរដ្ឋភិតភ័យជាខ្លាំងនិងបាននាំគ្នាវិច្ចបង្វិចរត់ចាកចេញពីគេហដ្ឋានដែលនៅក្បែរនោះការប៉ះទង្គិចគ្នាប្រមាណជាង1ថ្ងៃនាកណ្ដាលរាជធានីភ្នំពេញនោះបានធ្វើឲ្យកម្លាំងគណៈបកហ៊ុនស៊ិនប៉ិចដែលយកខ្មែរក្រហមមកជួយធ្វើការប្រយុទ្ធមិនអាចស៊ូតទល់បាននិងពួកគេនាំគ្នាភៀសខ្លួនចេញពីបន្ទាយតាំងរសាំងនិងចេញពីកន្លែងដាក់ពង្រាយនានាក្នុងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី6 ខែកក្កដាកម្លាំងដែលធ្វើដំណើរតាមមកជាមួយនឹងលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃពេលនោះគឺមានចំនួន583នាក់ហើយកម្លាំងទាំងនោះត្រូវកម្លាំងទាហានរាជរដ្ឋាភិបាលបានស្ទាក់វាយបំបែកតាំងពីម្ដុំត្រឡោកបែកភ្នំបាសិទ្ធខាងលិចភ្នំឧដុង្គនិងក្នុងការប៉ះទង្គិចគ្នាជាច្រើនដងទៀតបានធ្វើឲ្យមានការស្លាប់និងចាប់បានឆ្លើយសឹកជាច្រើនអ្នកលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃបានរត់រួចទៅដល់ព្រំដែនភាគខាងលិចក្រោយការភៀសខ្លួនអស់ចំនួនប្រមាណ25ថ្ងៃនៅឯតាមខេត្តភាគពាយ័ព្យនិងភាគខាងលិចនៃប្រទេសកម្ពុជាឯណោះវិញក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី5 និង 6 កក្កដាឆ្នាំ1997
គ្រាដែលកម្លាំងលោកឧត្តមសេនីយ៍ញឹកប៊ុនឆៃបានចាញ់ដៃនឹងរត់ដកថយនឹងភៀសចេញពីរាជធានីភ្នំពេញសម្ដៅទៅព្រំដែនភាគខាងលិចនោះនាយទាហានដទៃទៀតរបស់គណៈបកហ៊ុនស៊ិនប៉ែកក៏កំពុងតែបង្កើនសកម្មភាពនៅក្នុងតំបន់ជាព្រំដែននោះផងដែរលោកឧត្តមសេនីយ៍ខាន់សវឿនលោកឧត្តមសេនីយ៍ឡាយវីរៈបានភៀសមកអតីតកន្លែងតស៊ូនេះកន្លែងចាស់តាមព្រំដែនដូចជានៅតាមតំបន់តាទុំនិងអូស្មាច់នោះជាដើមលោកឧត្តមសេនីយ៍ខាន់សវឿនលោកខិនយាននិងលោកឡុងសរិនក៏បានតាក់ទងជាមួយនឹងកម្លាំងតមុកអន្លង់វែងដើម្បីរកកម្លាំងជួយសហការហ៊ុនស៊ិនប៉ែកប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាលខ្មែរក្រហមអន្លង់វែងបានបញ្ជូនទាហានចំនួនប្រមាណ200នាក់ឲ្យទៅជួយកម្លាំងហ៊ុនស៊ិនប៉ែកដើម្បីប្រយុទ្ធតទល់ជាមួយនឹងកម្លាំងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អូស្មាច់ដោយឡែកមូលដ្ឋានសម្លូតដែលមានទាហានខ្មែរក្រហមដាច់ខ្លួនគឺបានស្ថិតក្នុងការគ្រប់គ្រងរបស់លោកសេរីកសលនៅមុនព្រឹត្តិការណ៍បង្ហូរឈាមកណ្ដាលរាជធានីភ្នំពេញ5និង6កក្កដាឆ្នាំ1997រណសេរីលោកអៀងសារីគឺបានប្រតិប្រកៅជាប់ជាមួយនឹងគណៈបកហ៊ុនស៊ិនប៉ែកនៅឡើយទេបើទោះបីជាមានការធ្វើសមារណកម្មនៅប៉ៃលិននោះក៏ដោយប៉ុន្តែនយោបាយប្រែប្រួលនៅរាជធានីភ្នំពេញបានធ្វើឲ្យកម្លាំងរណសេរីលោកអៀងសារីបានបដូរទិសបែបមុខប្រឈមនឹងគណៈបកហ៊ុនស៊ិនប៉ែកនោះវិញអានឹងហើយដែលគាត់ថាពួករណសេរីផលលោកអៀងសារីនោះគាត់ដើរជើងពីរគេដើរគេហៅថាជើងពីរដើរសុខភាពផងណាបាទចំណុចប៉ុន្តែសុខភាពច្រើនជាងនៅពេលនោះគាត់ឲ្យកូនចៅមកចូលរួមហើយគាត់មិនដែលឲ្យអ៊ីឈានឲ្យសុខភាពទៅចូលរួមជាមួយនឹងខាងគណៈបព្វជិជននេះក្នុងទីឡើយវាមកតែជាមួយហ៊ុនស៊ុនប៉ែកទាំងអស់ក៏ប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍97ដែលហ៊ុនស៊ុនប៉ែកចាញ់ដៃណាចាញ់ដៃទៅពេលនោះហើយរណសេរីគេប្រែទិសដែរគឺគេងាកទៅខាងគណៈបព្វជិជនតែពេលនោះខ្ញុំទៅនៅកាន់កាប់សំឡូតទៀតនៅក្នុងព្រឹត្តិការណ៍97ខ្ញុំទៅឈរជើងនៅក្នុងឯងដែលដេញពួកអស់នោះមកហើយអញ្ចឹងជាអតីតកូនចៅខ្ញុំចាស់នៅទីនោះអញ្ចឹងខ្ញុំទៅគ្រប់គ្រងនៅទីនោះតែម្ដងទាំងតបទាំងទីអីនោះជាប់ទៅពីខេត្តទៅពីកងការពារខ្ញុំអីទាំងប្រមាណដែលខ្ញុំរៀបចំនៅខេត្តនេះដែលហេតុថាទាហាននៅក្នុងខេត្តបាត់ដំបងមិនមែនលោកអ្នកបញ្ឆៃនៅរៀបទៅគឺជាទាហានខ្ញុំសុទ្ធសាធទាំងអស់ទាំងស្រុងមកគ្មានលោកឡំឯដល់ពេលទាហានដែលជាង1000នាក់នឹងទៅក្រោមដៃខ្ញុំអញ្ចឹងពេលនេះគឺយកទៅសម្លូតទាំងអស់ដល់ទៅសម្លូតទៅព្រឹត្តិការណ៍មួយគឺពេលនោះហើយខាងរដ្ឋាភិបាលប្រហែលជាដាក់គំនាបមួយទៅខាងបៃលិនណាឲ្យឡើងទៅវាយយកសម្លូតពីខ្ញុំវិញបាទកម្លាំងប្រមូលផ្ដុំរបស់ហ៊ុនស៊ិនប៉ែកនិងសម្ព័ន្ធមិត្តខ្មែរក្រហមគឺបានស្ថិតនៅតំបន់សម្លូតតំបន់អូស្មាច់និងតំបន់អន្លង់វែងនាពេលនោះគឺនៅគ្រាដែលក្រុមអ្នកនយោបាយបានភៀសខ្លួនចេញទៅក្រៅប្រទេសបង្កើតចង្កោមអ្នកនយោបាយឈ្មោះសហភាពអ្នកប្រជាធិបតេយ្យខ្មែរដែលមានទីតាំងនៅក្នុងទីក្រុងបាងកកប្រទេសថៃសហភាពអ្នកប្រជាធិបតេយ្យដែលជាភាសាអង់គ្លេសហៅថា Union of Cambodian Democrats បានចងជាចង្កោមដោយមានអ្នកតំណាងគណៈបកនយោបាយ4បានចូលរួមគឺព្រះអង្គម្ចាស់នរោត្តម រណរិទ្ធនៃភាគីហ៊ុនស៊ិនប៉ែកលោកប៊ូហែលគណៈបកខ្មែរអព្យាក្រឹតលោកសំរាំងស៊ីនៃគណៈបកជាតិខ្មែរនិងលោកសើងសាននៃគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាសហភាពប្រជាធិបតេយ្យបានកើតឡើងនៅថ្ងៃទី1កញ្ញាឆ្នាំ1997សហភាពប្រជាធិបតេយ្យគ្មានប្រធានទេគឺមានតែក្រុមប្រឹក្សាប្រធានដឹកនាំដោយមេគណៈបកនយោបាយទាំង4នោះតែម្ដងក្រោមការជួយខ្នះខ្នែងជាអន្តរជាតិភាគីដែលបានរត់ចោលស្រុកក៏បានធ្វើដំណើរចូលមកក្នុងប្រទេសនោះវិញដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ1998ភាពវិវត្តនយោបាយនាពេលនោះគឺដោយសារតែភាគីដែលមានចំនួនទាំងអស់ព្រមទទួលយកគម្រោងរបស់ប្រទេសជប៉ុនដែលស្នើសុំឲ្យបញ្ឈប់ការបាញ់គ្នានិងបញ្ជូនកងទ័ពឲ្យចូលទៅក្នុងក្របខ័ណ្ឌដូចដើមនោះវិញ
ក្រោយមកភាគីនយោបាយទាំងអស់ក៏បានយល់ព្រមចូលរួមក្នុងការបោះឆ្នោតសកលឆ្នាំ1998ដោយមានការធានាពីសហគមន៍អន្តរជាតិនៅខែកុម្ភៈឆ្នាំ1998ក្រុមអ្នកនយោបាយនៅក្នុងសហភាពប្រជាធិបតេយ្យក៏បានវិលចូលមកប្រទេសកម្ពុជាវិញដោយបន្សល់ទុកក្រុមទាហានចម្បាំងពួកគេឲ្យនៅក្នុងព្រៃអាយកោលោកសេរីកុសលបានថ្លែងថាក្រោយអ្នកនយោបាយបានទទួលភ្លើងខៀវឲ្យវិលចូលមកក្នុងប្រទេសកម្ពុជាពួកគេបានប្រញាប់ប្រញាល់ចាកចេញដោយមិនអើពើនឹងក្រុមទាហានដែលតស៊ូដើម្បីពួកគេទាំងឡាយនោះឡើយបើពេលនេះសោតតែខ្ញុំនិងលោកឆៃគាត់ព្រោះអត់តមានការលើកលែងទៅខាងសបឿនទៅចូលមកដែរក៏ចូលមកអស់លេងហើយសោតតែពីរអ្នកលោកឆៃយំឡើងហើមភ្នែកថាពេលដែលនៅឯព្រៃមនុស្សគឺជាអស់លោកនេះដល់ពេលទីបញ្ចប់គេរត់ចូលមកអស់លេងសល់តែលោកឆៃហើយខ្ញុំគាត់សល់តែពីរអ្នកលោកឆៃក៏យំនៅតែបានក៏ខ្ញុំថាលោកឆៃក៏យំព្រោះមុខលោកឆៃយំទៅក៏វាអាក្រក់មើលទៅជប់គេថាអាហ្នឹងហើយអ្នកនយោបាយគេចូលអស់ទាំងសល់យើងណាដូចនេះហើយបានជារឿងនេះបានការលើកលែងទោសព្រៀបនឹងបានលោកឆៃអត់ហ៊ានមកទៀតវិញខ្ញុំឲ្យមកមុនទៀតពេលលើកលែងទោសលោកឆៃតែខ្ញុំទៅគេចាប់ណាអញ្ចឹងលោកសេរីកុសលបានបន្តថារហូតដល់ខែមេសាឆ្នាំ1998តំបន់សំឡូតក៏បានក្លាយជាដែនដីដែលរាជរដ្ឋាភិបាលគ្រប់គ្រងពេញលេញទៅវិញពេលនោះមេខ្មែរក្រហមខ្លះបាននិយាយរួញរាដោយសារតែពួកគេធ្លាប់បង្កស្លាកស្នាមឈឺចាប់ដល់សង្គមជាច្រើនដងនឹងការខ្លាចថានឹងអាចមានការដាក់ទោសសងសឹកប៉ុន្តែនយោបាយ defeat របស់សម្ដេចតេជោគឺនៅតែលើកឡើងទោសនិងមិនប្រកាន់អំពីអតីតកាលពួកគេទាំងឡាយនោះឡើយខ្ញុំខ្លួនឯងគឺប្រាប់លោកអៀងផាននៅលោកមានមុតថាខ្ញុំទៅហើយពីព្រោះច្បាប់វាតម្រូវចេះឲ្យមានការឈប់បាញ់ឲ្យមានស្អីចេះឲ្យចូលចេះអញ្ចឹងខ្ញុំប្រាប់គាត់ថាសមាហរណកម្មត្រូវតែវិលចូលរាជរដ្ឋាភិបាលតាមុតគាត់នៅភ័យទៅមកត្រូវគាត់ខ្លាចគេចោទគាត់ពីគេយកទោសពីអីគាត់ទៅខ្ញុំប្រាប់វិញថាយើងនឹងយើងចាំមើលតើគ្នាបើសិនជាការសន្យាថាមិនយកទោសពីអីទេនៅមានការយកទោសពីអានឹងចាំយើងគិតរឿងម្ដងទៀតគឺយើងលែងជឿប៉ុន្តែខ្ញុំក៏នៅសង្ស័យរឿងនយោបាយផុសសម្ដេចដៃចាំខ្ញុំចូលខ្ញុំមើលសិនតើការរឿងនឹងមិនដល់ពេលខ្ញុំមើលបានខ្ញុំជំរាបទៅវិញថាឥឡូវនេះបងប្អូនណាចង់នៅជាមួយនឹងតាមកនៅចុះបើថានៅជាមួយកងទ័ពជាតិនៅជួយរាជរដ្ឋាភិបាលមកតាមខ្ញុំអានេះខ្ញុំពេលនេះជាចំហហ្នឹងតាមុខអៀងផានតូមធ្វើសមាហរណកម្មចូលនៅតែបានរត់នៅតែលងវែងនៅទីទៅនោះបាទតែឲ្យខ្ញុំថាបើសិនជាទីទៅណាអានេះវាคล้ายទៅជារឿងភាគីហើយណាវាមិនមែនជារឿងជាទេពួកកងទ័ពជាតិត្រូវធ្វើសមាហរណកម្មអានេះជាប្រវត្តិកំបាំងមួយដែរណានៅបាទសំឡូតអាចសួរអៀងផានសួរតើនេះចឹងមកខ្ញុំខ្លួនឯងនឹងអ្នកនាំអាចបាទនៅខែមេសាឆ្នាំ1998ប៉ុល ពតក៏បានស្លាប់សំឡូតក៏បានស្ថិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលឡើងវិញនឹងការត្រៀមបោះឆ្នោតសកលខែកក្កដាឆ្នាំ1998ក៏បានឈានជិតមកដល់នោះដែរក្រុមអ្នកនយោបាយដែលបានភៀសខ្លួនចេញទៅក្រៅប្រទេសដើម្បីយករួចខ្លួននៅពេលនោះពេលវិលមកវិញក៏បានជួបប្រទះនឹងបញ្ហាផ្ទៃក្នុងនយោបាយបករៀងខ្លួនដោយសារតែសមាជិកក្នុងបករបស់គេនីមួយៗបានធ្វើនយោបាយបកប្រហារនាពេលនោះគណៈបកនីមួយៗត្រូវសមាជិកបកនៅក្នុងស្រុកបានរៀបចំតែងតាំងប្រធានជំនួសថ្មីដែលធ្វើឲ្យគណៈបកនយោបាយនីមួយៗនោះត្រូវដោះស្រាយអំពីចំណោទគណៈបកមួយដែលមានប្រធានដល់ទៅ2គណៈបកហ៊ុនស៊ិនប៉ិចនៅគ្រានោះគឺមានមេដឹកនាំដោយលោកទួនចាយគណៈបកជាតិខ្មែរដឹកនាំដោយលោកគង់មនីគណៈបកខ្មែរប្រជាក្រិតដឹកនាំដោយលោកទីឈិនរីឯគណៈបកសេរីនិយមព្រះពុទ្ធសាសនាដឹកនាំដោយលោកអៀងលូលីការបោះឆ្នោតខែកក្កដាឆ្នាំ1998គឺមានគណៈបកចូលរួមលើសពីអាណត្តិទី1ឆ្នាំ1993នោះ
នៅឆ្នាំ1993នៃអាណត្តិទី1ការបោះឆ្នោតមានគណៈបកនយោបាយចូលរួមតែចំនួន20គណៈបកប៉ុន្តែនៅឆ្នាំ1998គណៈបកនយោបាយចូលរួមគឺមានចំនួន39គណៈបកជាលទ្ធផលនៃការបោះឆ្នោតគណៈបកប្រជាជនកម្ពុជាបានទទួលអាសនៈ64លើសគណៈបកនយោបាយនានាគណៈបកហ៊ុនស៊ិនប៉ែកបានចំនួន43អាសនៈគណៈបកសំរងស៊ីដែលបានបដូរឈ្មោះថ្មីបានទទួល15អាសនៈគណៈបកសេរីនិយមព្រះពុទ្ធសាសនាបានបាត់បង់ការគ្រប់គ្រងពីប្រជាពលរដ្ឋចាប់តាំងពីពេលមុនមក